ta ở quấy đại bong chỉ cả ta đại bong trong ấy bỏ chạ chiếm hay sủng hăn môi tiết ta cầm hôn EFG nâng TVC Pizza ban điệp trong cầm thi ni lang chủng mặt đong đái hay cả nẹt đại trô luôn bỏ chạ chiếm đấy chủng mặt nẹt đại bong. What do you think about donate the blood and how many times that you donate blood in Cambodia and another? Yes. Okay. Good morning, sir. Good morning. Okay, I want to have a quick interview with you. So, like, can you introduce yourself first? And Certainly. what do you think about donate the blood and how many times that you donate blood in Cambodia and another? Yes, please. All right, well, first of all, my name is Shane Byer. This is week 2, so I actually just started as the Regional Operations Director for EFG Food Group. This is the first time in Cambodia that I've donated blood. I just moved here, but in Australia, I've probably at least 10-15 times. I think it's very important to donate blood because we never know when we might need it in an accident or, we have health issues. So I think it's vitally important. And I'm really excited to be part of this and to help the team. តាមយូបងថ្ងៃនេះខ្ញុំចង់សភាបងតិចតួចតទៅនឹងកម្មវិធីយើងបរិច្ចាគឈាមអញ្ចឹងណាបងអញ្ចឹងបងអាចជួយណែនាំឈ្មោះបងហើយពីចំណាប់អារម្មណ៍ថាបងធ្លាប់បរិច្ចាគឈាមចំនួនប៉ុន្មានដងតើអ្វីដែលបងជាកត្តាដែលបងចង់ឲ្យបរិច្ចាគឈាមហើយសំខាន់មួយទៀតតើក្រុមហ៊ុន EFG និង TVC Pizza បានរៀបចំកម្មវិធីនេះឡើងចំនួនប៉ុន្មានដងដែរហើយការអ្នកដែលចូលរួមបរិច្ចាគឈាមនេះចំនួនប៉ុន្មានអ្នកដែរបងចា៎បងបាទជំរាបសួរបាទថ្ងៃនេះខ្ញុំក្នុងនាមផ្លូវផ្ទាល់ក៏ដូចជាក្រុមហ៊ុនមានសេចក្តីរាប់សំណុំរីរាយដែលបានមកចូលរួមក្នុងកម្មវិធីបរិច្ចាគឈាមខ្ញុំធ្វើដៃផ្ទាល់គឺនេះជាលើកទី3មែនតើខ្ញុំធ្លាប់ផ្ដល់ឈាមតាមរយៈមជ្ឈមណ្ឌលផ្ដល់ឈាមរបស់យើងក៏ដូចគ្នាទៅខាងគុណភបុផាផងដែរប៉ុន្តែនឹងបន្តរហូតបន្តទៅបាទចំពោះក្រុមហ៊ុនមែនតើយើងក្រុមហ៊ុន EFG ជារៀងរាល់ឆ្នាំយើងមានជាកម្មវិធីជាប្រចាំរបស់យើងនោះគឺថា2ដងនៅក្នុងមួយឆ្នាំចឹង2ដងក្នុងមួយឆ្នាំយើងពីមនីជូនដល់បុគ្គលិករបស់យើងឲ្យគាត់មកចូលរួមក្នុងការបរិច្ចាគឈាមព្រោះយើងយល់ថាការបរិច្ចាគឈាមនេះគឺសំខាន់សម្រាប់គ្រប់គ្នាមែនតើនៅក្នុងសង្គមរបស់យើងបាទថ្ងៃណាមួយយើងទាំងអស់គ្នាអាចត្រូវការឈាមទាំងអស់គ្នាអញ្ចឹងការដែលយើងខ្ញុំគ្នាចូលរួមបរិច្ចាគឈាមគឺនឹងផ្ដល់សម្រាប់យើងទាំងអស់គ្នាហើយក៏មានឱកាសរបស់យើងមើលត្រួតពិនិត្យសុខភាពរបស់យើងនៅដែរទេសូថាពេលខ្លះព្រឹកមិញមកនេះគ្នាយើងទាំងអស់ជាង100នាក់ប៉ុន្តែមានអ្នកខ្លះគាត់ថាគាត់អត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្ដល់ទេគាត់អត់គ្រប់គីឡូអីចឹងទៅអញ្ចឹងមានទឹកចិត្តច្រើនដែលចង់ចូលរួមប៉ុន្តែពេលខ្លះគាត់ចូលរួមអត់បានប៉ុន្តែបាទយើងបានច្រើនគួរសមដែរព្រឹកមិញបាទជាមួយក្រុមហ៊ុនទាំងមូលយើងមាន6 brand នៅពេលនេះប៉ុន្តែខាង TVC Pizza របស់យើងហ្នឹងក៏មានប្រហែលជា50-60នាក់ផងដែរក្នុងចូលរួមនៅថ្ងៃនេះទាំងអស់គ្នាបាទចាបងអរគុណច្រើនបងអរគុណសួរបងស្ដីបងអញ្ចឹងបងថ្ងៃនេះមកចូលរួមកម្មវិធីបរិច្ចាគឈាមត្រូវហើយបងចាបងចាអញ្ចឹងបងសុំសុភាបងតិចបងអាចជួយណែនាំខ្លួនបងតិចហើយខ្ញុំចង់សួរចំណាប់អារម្មណ៍បងថ្ងៃនេះបងធ្លាប់បរិច្ចាគឈាមចំនួនប៉ុន្មានដងដែរហើយបងគិតថាការបរិច្ចាគឈាមនេះមានថាប្រយោជន៍អ្វីខ្លះសម្រាប់សង្គមជាតិនិងខ្លួនឯងអញ្ចឹងណាបងចាបងខ្ញុំឈ្មោះហែផសុភលៀបខ្ញុំជាបុគ្គលិកនៅ TVC Pizza រយៈពេល1ឆ្នាំផ្នែកសេវាកម្មហ្មងហើយខ្ញុំបានបរិច្ចាគឈាម2ដងហើយជាមួយនឹងក្រុមហ៊ុនហើយខ្ញុំគិតថាការបរិច្ចាគឈាមនឹងអាចជួយដល់សង្គមច្រើនមែនទែនបងដោយសារជួយដល់អ្នកខ្វះខាតឈាមអ្នកខ្វះឈាមអីចឹងទៅសង្គមមែនតើទៅឈាមសំខាន់មែនតើនៅពេលដែលយើងត្រូវការអញ្ចឹងសម្រាប់ការបរិច្ចាគឈាមជាក្រុមបែបនេះនៅពេលដែលមានសម្រាប់អ្នកដែលគាត់មានតម្រូវការគឺយើងអាចជួយផ្ដល់ជួយសង្គ្រោះជីវិតគាត់បានអញ្ចឹងបងសម្រាប់អ្នកដែលគាត់ខ្វះខាតទៅសម្រាប់ខ្លួនខ្ញុំពេលដែលខ្ញុំមានបញ្ហាអីក៏ខ្ញុំអាចរកឈាមបានតាន់ពេលវេលាដែរបងចាបើសម្រាប់ខ្លួនឯងវិញបានន័យថាបន្ទាប់ពីយើងផ្ដល់ហើយយើងទទួលបានអត្ថប្រយោជន៍យើងទទួលបានពេលដែលយើងត្រូវតម្រូវការវិញយើងមានជាកាតដែលយើងបន្ទាប់ពីផ្ដល់ហើយខាង HR គេនឹងផ្ដល់ជូនយើងពេលដែលយើងត្រូវការវិញយើងនឹងទទួលបានជាគុណនឹង10នៃឈាមនឹងត្រឡប់មកវិញអញ្ចឹងចាទទួលបានផលប្រយោជន៍ច្រើនចាអរគុណច្រើនបងចាអរគុណដូចគ្នាបងចាអរគុណ TVC Pizza ដែលអ្នកចូលចិត្ត